សូមជូនរឿងប្រែតមាត់ស្អុយបានឮមកថាក្នុងសាសនកាលនៃព្រះពុទ្ធកាស្សបៈមានភិក្ខុពីរអង្គនៅជាមួយគ្នាក្នុងអារាមមួយមានសេចក្តីរាប់អានស្រឡាញ់គ្នាដូចជាបងប្អូនលោកទាំងពីរអង្គគង់នៅក្នុងអារាមនោះជាសុខសប្បាយណាស់ពុំដែលមានសៅហ្មងនឹងគ្នាឡើយនៅសម័យថ្ងៃមួយមានអគ្គនន្តកភិក្ខុមួយអង្គនិមន្តមកពីទីឆ្ងាយដាច់ស្រយាលបានមកដល់អារាមនោះទើបចូលទៅសុំពឹងពាក់ស្នាក់អាស្រ័យនៅព្រោះព្រះអង្គយល់ថាជាទីស្រណុកសុខសប្បាយដោយអាហារបិណ្ឌបាតជាដើមព្រឹកព្រៀងស្វាងព្រះសូរិយាទើបព្រះថេរៈទាំងពីរអង្គនាំអគ្គនន្តកភិក្ខុទៅបិណ្ឌបាតក្នុងស្រុកនោះមនុស្សទាំងឡាយឃើញព្រះថេរៈទាំងពីរអង្គក៏មានចិត្តជ្រះថ្លាធ្វើសក្ការៈបូជាដោយតេយ្យវត្ថុមានបបរអាហារភោជនាដល់ត្រកាលឯអគ្គនន្តកភិក្ខុនោះមានព្រះតម្រិះថាស្រុកនេះជាទីសប្បាយងាយស្រួលបិណ្ឌបាតណាស់ឯមនុស្សទៀតសោតក៏មានសទ្ធាជ្រះថ្លាផ្ចិតផ្ចង់ភោជនាអាហារប្រគេនហើយអារាមដែលព្រះអង្គស្នាក់នៅវិញនោះក៏រឹតតែស្រណុកសុខស្រួលប្រកបដោយប្រតិយស្រស់ថ្លាបើអាត្មាបាននៅទីនេះនឹងបានសេចក្តីសុខតែបើព្រះថេរៈទាំងពីរអង្គនេះនៅជាមួយអាត្មាអញដូចជាពុំមានសេចក្តីសប្បាយសោះបើដូច្នោះអាត្មាអញក៏រងឧបាយកលឲ្យព្រះថេរៈទាំងពីរអង្គឆ្លោះវិវាទទាស់តែងគ្នាឲ្យព្រាត់ប្រាសចាកចេញពីទីនោះឲ្យឆ្ងាយមានថ្ងៃមួយព្រះថេរៈទាំងពីរអង្គបានសន្ទនាឲ្យឱវាទគ្នាទៅវិញទៅមករួចហើយក៏និមន្តទៅកាន់លំនៅរៀងៗខ្លួនហើយភិក្ខុចាយជើឃើញដូច្នោះក៏ទៅកាន់សំណាក់ព្រះមហាថេរៈថ្វាយបង្គំនមស្ការព្រះមហាថេរៈដណ្ដឹងសួរថាអាវុសោមកធ្វើអ្វីក្នុងវេលានេះភិក្ខុនោះទូលព្រះថេរដីកាមានការចង់និយាយបន្តិចទើបព្រះមហាថេរៈអនុញ្ញាតថាចូលស្រដីមកចុះភិក្ខុចាយជើទូលថាបបិទ្ធព្រះមហាថេរៈជាទីគោរពអនុថេរនៅចំពោះមុខព្រះអង្គដូចជាមិត្តសម្លាញ់តែនៅកំបាំងវិញដូចជាសត្រូវមហាថេរៈត្រាស់ថាលោកដឹងរឿងអ្វីខ្លះសូមប្រាប់ឲ្យអាត្មាដឹងផងភិក្ខុចាយជើទូលថាអនុថេរប្រាប់អាត្មាថាលោកម្ចាស់លេះលោះកុហកចិញ្ចឹមជីវិតប្រព្រឹត្តខុសធម៌វិន័យព្រះមហាថេរត្រាស់ថាអាវុសោកុំស្រដីដូច្នោះអនុថេរនេះមិនមែនស្គាល់តែក្នុងកាលឥឡូវនេះទេគឺចាប់ស្គាល់ស្រឡាញ់រាប់អានគ្នាតាំងពីខរិវាសមកម្លេះចំពុកមួយទៀតលោកពុំមែនជាមនុស្សអ្នកស្រដីដូច្នោះឡើយភិក្ខុពោលនោះទូលថាបបិទ្ធព្រះមហាថេរៈកុំស្មានថាអនុថេរនោះជាមនុស្សល្អរកមន្ទិលគ្មានលោកម្ចាស់ចាំមើលបន្តិចទៀតចុះគង់នឹងជ្រាបដោយអង្គឯងអគ្គនន្តកភិក្ខុឃើញព្រះទ័យដ៏ទទនស្រឡាញ់រាប់អានរបស់ព្រះថេរៈពុំអាចនឹងព្រាត់ប្រាសគ្នាបានឡើយតើភិក្ខុពេលនោះទៅកាន់សំណាក់អនុថេរញុះញង់ដូច្នោះទៀតរហូតដល់ព្រះថេរៈទាំងពីរអង្គអត់ទ្រាំពុំបានក៏បែកគំនិតឈប់រាប់អានគ្នាតទៅទៀតលុះវេលាព្រឹកឡើងលោកពុំមានស្រដីនឹងគ្នាដោយស្ងៀមស្ងាត់រៀងខ្លួនបានបាតជីពោត្រាច់ចរបិណ្ឌបាតក្នុងស្រុកនោះហើយ
ត្រឡប់មកអវាសៈវិញចូលបន្ទប់បិទទ្វារឆាន់តែរៀងខ្លួនពុំបានធ្វើសាមីចែកកម្មនឹងគ្នាឡើយលុះព្រឹកព្រៀងស្វាងព្រះសូរិយាព្រះថេរៈទាំងពីរចេញទៅទីតីពីគ្នាភិក្ខុពាលនោះញុះញង់បំបែកបំបាក់បានដោយប្រាថ្នាហើយក៏ចូលទៅបិណ្ឌបាតក្នុងស្រុកនោះអ្នកស្រុកឃើញភិក្ខុនោះក៏សួរថាម្ដេចក៏ពុំឃើញព្រះថេរៈទាំងពីរអង្គនោះភិក្ខុពាលនោះប្រាប់ថាលោកវិវាទទាស់តែងគ្នាទាំងយប់អាធ្រាត្រអាត្មាបានឃាត់កុំឲ្យទ្រង់ទាស់តែងគ្នាដែរតែលោកពុំព្រមស្ដាប់ពីអាត្មាឃាត់សោះបែរជារៀបចំខ្លួនដើរចេញទៅតែរៀងខ្លួនពួកមហាជនថាបើព្រះថេរៈនិមន្តទៅហើយសូមលោកម្ចាស់និមន្តគង់នៅឲ្យសុខនៅទីនេះចុះភិក្ខុនោះទទួលចង្ហាន់បិណ្ឌបាតស្រេចហើយក៏ត្រឡប់ទៅអវិសៈវិញពី3ថ្ងៃក្រោយមកទើបព្រះអង្គគិតថាព្រះមហាថេរៈទាំងពីរអង្គជាចៅអវិសៈមានសិលបរិបូរណ៍អាត្មាអញស្រដីកំចាយរំលាយឲ្យព្រាត់ប្រាសចេញពីគ្នាដូច្នេះដូចជាធ្វើកម្មធ្ងន់ធ្ងរណាស់ព្រោះតែចង់បានអវិសនេះដោយសារតែផលកម្មអាក្រក់នោះក៏បណ្ដាលចិត្តអគ្គនន្តកៈភិក្ខុឲ្យក្តៅក្រហាយឆាន់អាហារពុំបានកើតរោគក្តៅអន្ទះអន្តែងធ្វើកាលកិរិយាទៅកើតក្នុងអវិជ័យមហានរក